អ្នកដែលគេស្គាល់ខ្ញុំមិនថាតាម social media ឬមួយក៏ស្គាល់ខែវឯងនៅពេលដែលខ្ញុំមកដល់ក្រេគាត់តែនិយាយថាស្ងាត់ទៅដល់ក្រេបាត់សុកទៅដល់ក្រេអីណាមិនចឹងអត់មានតំណែងអត់មានអីចឹងណាខ្ញុំចង់និយាយថាស្ងាត់ហ្នឹងខ្ញុំស្ងាត់មែនព្រោះតាំងពីរៀនតាំងពីប្រឡងតាំងពីរហូតមកដល់ក្រេបាត់ខ្ញុំផុសថាខ្ញុំមកដល់ក្រេអញ្ចឹងហើយក៏អត់ដឹងថាខ្ញុំធ្វើអីខ្លះហើយមិនបានមកដល់ក្រេអញ្ចឹងណាប៉ុន្តែគឺទទួលស្គាល់ថាស្ងាត់មកដល់ព្រោះខ្ញុំស្ងាត់មែនតែបើសួរថាសុកមកដល់ចាអត់សុកមកដល់ទេខំប្រឹងខ្លាំងតាំងពីចាប់ផ្ដើមរហូតដល់មកដល់ជាន់ទឹកដីការ៉េគឺខ្លះខំប្រឹងគាត់ថាខ្ញុំអត់ផុសឬមួយក៏ដើរប្រាប់គេប្រាប់ឯងអញ្ចឹងណាព្រោះអ្នករៀនការ៉េគឺដឹងហើយថាកុំឲ្យមានសម្ពាធពេលប្រឡងហើយទៅកាលអីចឹងហើយខ្ញុំសម្រាប់ខ្ញុំចូលចិត្តឲ្យគេឃើញលទ្ធផលអត់ចង់ឲ្យគេឃើញពេលការខំប្រឹងរបស់ខ្ញុំទេការខំប្រឹងរបស់យើងនឹងមិនថាទៅលូនមិនលូនទេគឺថាគេតែងតែរបៀបថាវាបើសិនគេដឹងច្រើនទៅវារបៀបថាអត់ដូចស្ងាត់ហើយឃើញផលវាល្អជាងអញ្ចឹងណាអាហ្នឹងជាខ្ញុំហើយសួរថាអ្វីដែលខ្ញុំបានមកហ្នឹងងាយស្រួលមែនចាអត់ងាយស្រួលទេបបាក់ខ្លាំងណាស់មួយរយៈពេលមុននឹងខ្ញុំបានមកនេះខ្ញុំខំប្រឹងជាងមួយឆ្នាំមកទ្រាំបានមកហើយមុនដែលអ្នកអរគ្នាឃើញលទ្ធផលដែលខ្ញុំបានមកហ្នឹងគឺបកទៅក្រោយរយៈពេល7 8ឆ្នាំមុនគឺខ្ញុំធ្លាប់ចង់មកផ្សារប៉ុន្តែម៉ាក់ខ្ញុំអត់ឲ្យមកគឺមានហេតុផលច្រើនខ្លាំងមែនគឺថាពេលហ្នឹងគឺថាដាច់ខាតគាត់ឲ្យមកហើយប៉ុន្តែពេលហ្នឹងរឿងហ្នឹងរៀងវែងឆ្ងាយអញ្ចឹងហើយបើថាមានឱកាសចាំខ្ញុំនិយាយរឿងថា7 8ឆ្នាំមុនហើយបើខ្ញុំចង់មកតែម៉ាក់ខ្ញុំអត់ឲ្យមកព្រោះកាលហ្នឹងនៅក្មេងពេក